ជ្រាបសួរបងប្អូននឹងទៅការបង្ហាញជូនបងតេតងទៅនឹងរូបថៃវិញម្ដងអញ្ចឹងបងភាសាថាវីដេអូហ្នឹងគឺយើងបានបង្ហាញជូនបងអំពីការ add property ជាចំណុចបន្ទាប់ហ្នឹងគឺយើងនឹងចូលមក add រូបថៃដែលយើងបាន add property រួចរាល់ហើយពីមុនហ្នឹងអញ្ចឹងគឺខាងលើនេះគឺជា property ដែលយើងបាន add ពីមុនបន្ទាប់មកគឺយើងនឹងចូលទៅ add រូបថៃនៅក្នុង property មួយហ្នឹងអញ្ចឹងនៅក្នុងហ្នឹងបើសិនជាយើងអត់ទាន់មានរូបថៃទេគឺវាអត់មានចេញអីទេគឺវានឹង blank បែបហ្នឹងអញ្ចឹងដើម្បីឲ្យមានរូបថៃនៅក្នុង property ហ្នឹងគឺយើងចូលទៅ add តែម្ដងគឺនៅលើប៊ូតុង add ខាងលើហ្នឹងអញ្ចឹងយើងនឹងចូល add មកគឺនឹងមានឈ្មោះខាងលើហ្នឹងគឺជាឈ្មោះរបស់ room ថៃយើងតែម្ដងអញ្ចឹងបងឧទាហរណ៍ដាក់ថា speed ហើយ short description គឺបងសូមដាក់តែទាំងអស់សិនទៅបន្ទាប់ហ្នឹងគឺតេតងទៅនឹងរូបភាពនៃ room ថៃរបស់យើងហ្នឹងខាងលើហ្នឹងគឺជាប្រភេទរូបភាព thumbnail ដែលយើងឃើញគេអញ្ចឹងបងគេអញ្ចឹងយើង click មួយមកបងសូមជ្រើសរើសហ្នឹងចំណែកឯរូបភាពបន្ទាប់ហ្នឹងគឺយើងអាច upload បានច្រើនអញ្ចឹងបងអាច upload បានច្រើនក្នុងពេលតែមួយតែម្ដងក៏បានដែរបង select ទាំងអស់មកហើយបងចុច open មកវានឹង load ចូលមកទាំងអស់ហើយបើសិនជាករណីដែលបងច្រឡំដៃលុបមួយអញ្ចឹងបងអាចចូលមួយឈូសនៅកន្លែងហ្នឹងក៏បានដែរបងជ្រើសរើសយកវិញមកគឺវាជាការស្អាតហើយអញ្ចឹងបងចំណែកបន្ទាប់ហ្នឹងគឺតាក់ទងទៅនឹងតម្លៃនៃបន្ទប់ហ្នឹងនៃ room ថៃហ្នឹងអញ្ចឹងបងចុចឧទាហរណ៍ដាក់ដូចសិនហើយតាក់ទងទៅនឹង discount គឺបងអាចដាក់បាន 30% ទៅ 50% អញ្ចឹងបងគឺយើងមានពីរប្រភេទជូនបងអញ្ចឹងបងសូមឧទាហរណ៍ដាក់យក 50% បងហើយមួយទៀតតាក់ទងទៅនឹង room allotment តើ available ចំនួនប្រមាណដែរនៃបន្ទប់មួយហ្នឹងអញ្ចឹងបងសូមដាក់5ហើយការ limit នៃ room មួយហ្នឹងគឺមានចំនួនប្រមាណនេះអញ្ចឹងបងអាចដាក់បានចំណុចបន្ទាប់ហ្នឹងគឺតាក់ទងទៅនឹង amenity អញ្ចឹងនៅក្នុងហ្នឹងគឺបងអាច select យកបានច្រើនអាស្រ័យទៅលើ room ថៃដែលយើងមានជូនដល់ client អញ្ចឹងណាបងអូខេតែបន្ទប់ហ្នឹងយើងមាន free អីខ្លះមានប្រភេទអីខ្លះក្នុងហ្នឹងអញ្ចឹងបងអាច select យកបានច្រើនហើយក៏បងអាចយកវិញបានដែរអូខេបន្ទាប់ហ្នឹងគឺតាក់ទងទៅនឹង facility ហ្នឹងគឺយើងមានអីខ្លះយើង select យកមកពីស្អីគ្មាននៅខាងលើទេគឺបងអាចលុបវិញបានអញ្ចឹងបងចំណុចបន្ទាប់ហ្នឹងគឺតាក់ទងទៅនឹង room space អញ្ចឹងតើនៅក្នុងបន្ទប់ហ្នឹងមានទំហំប្រមាណដែរប្រមាណមេការ៉េអញ្ចឹងឧទាហរណ៍ដាក់50មេការ៉េមកអូខេអញ្ចឹងចំណុចបន្ទាប់ហ្នឹងគឺតាក់ទងទៅនឹង include អញ្ចឹងនៅក្នុងបន្ទប់ room ថៃមួយហ្នឹងគឺយើង include អីខ្លះដូចជា prefer ឬក៏អីផ្សេងៗអញ្ចឹងបងជិះបងអាចដាក់បានអញ្ចឹងបងឧទាហរណ៍ដាក់ថាហើយតាក់ទងទៅនឹងនេះហ្នឹងគឺដូចបងបានបញ្ជាក់ជូនបងក៏ add room ថៃដែរគឺកំណត់រូបភាពច្បាស់អញ្ចឹងយើង recommend ជូនបងដាក់ចំនួន100មកហើយ status គឺដូចគ្នាបើសិនជាបងចង់ public room ថៃមួយហ្នឹងបងជ្រើសរើសយក public មកវានឹង show នៅក្នុង mini app អញ្ចឹងតែបើសិនជាបងជ្រើសរើសយក trap គឺវាអត់ទាន់ show នៅក្នុង mini app ទេអូខេអញ្ចឹងយើងចុច OK មកគឺយើងបានបង្កើត room ថៃបានមួយហើយបើសិនជាបងមានច្រើនគឺបងចុច add លើប៊ូតុង add ហ្នឹងមកគឺជាការស្រេចហើយអញ្ចឹងនៅពេលដែលយើង add room ថៃហ្នឹងហើយគឺយើងអាចលុបវិញបានបើសិនជាករណីដែលបង add ច្រឡំអីអញ្ចឹងបងគឺបងអាចលុបវិញឬក៏ចូលទៅ edit settlement បានដែរចឹងតើតងទៅនឹង flow នៃការ add room ថៃគឺមានតែប៉ុណ្្នឹងទេដែលបងបានធ្វើការបង្ហាញជូនបងអញ្ចឹងបងសូមបញ្ចប់តែប៉ុណ្្នឹងអរគុណច្រើនបង